នៅក្នុងរឿងមួយនេះគឺគេបានចាប់ផ្ដើមឡើងនៅក្នុងសាលារៀនវេទមន្តមួយដែលមានឈ្មោះថា Lee Garden ហើយសាលារៀននេះផងដែរគេបានផ្ដល់តម្លៃយ៉ាងខ្ពស់ទៅលើមនុស្សណាដែលមានទេពកោសល្យតាំងពីកំណើតនោះឯងហើយចុះប្រសិនបើមនុស្សណាដែលគ្មានទេពកោសល្យនោះតើពួកគេនឹងត្រូវធ្វើយ៉ាងម៉េចដើម្បីឈានមុខគេនៅក្នុងសាលារៀននេះបានទៅចម្លើយដ៏សាមញ្ញនោះគឺទៅសម្លាប់បិសាចនៅក្នុង Dungeon ហើយវាគឺជាអ្វីៗដែលវាជាតួអង្គរបស់យើងធ្វើនោះឯងហើយវាក៏ដូចជាដូរយក credit ឲ្យខ្លួនឯងផងដែរលុះមកដល់ពេលព្រឹកវាកំពុងតែរៀននៅក្នុងថ្នាក់រៀនស្រាប់តែលោកគ្រូ Advance បានហៅវារបស់យើងឲ្យទៅអនុវត្តនៅមេរៀនគ្រឹះដំបូងមួយហើយមេរៀននេះផងដែរគឺតាក់ទងទៅនឹងវេទមន្តភ្លើងហើយវារបស់យើងគឺក៏អត់មានវេទមន្តនៅក្នុងខ្លួននោះទេធ្វើក៏មិនអាចបញ្ចេញវេទមន្តបាននោះឡើយចឹងហើយធ្វើឲ្យមករួមថ្នាក់ទាំងអស់សោកទៅលើគាត់ខ្លាំងមែនតែម្ដងហើយបន្តមកលោកគ្រូ Advance ក៏បានឲ្យអ្នករាល់គ្នាស្ងាត់ហើយក៏បាននិយាយទៅកាន់វាថាគ្រាន់តែជាក្មេងក្រីក្រម្នាក់មានត្រឹមតែទ្រឹស្ដីគ្មានសូម្បីតែវេទមន្តនៅក្នុងខ្លួនបន្តិចហើយមិនស័ក្តិសមនឹងនៅសាលានេះបាននោះទេនៅពេលនោះអាប្រុសសក់ខំដែលមានឈ្មោះថាស៊ីយ៉ុនក៏បានចេញមកជួយវាលដោយគាត់បានបញ្ចេញភ្លើងពីចម្ងាយមកទៅដុតដុំលោហៈនោះឲ្យคล้ายទៅជាព្រឹត្តិកម្មភ្លើងពណ៌ខៀវមួយដ៏អស្ចារ្យទៅហើយគាត់ក៏បានបន្ថែមទៀតថាមិនបាច់ចាំអរគុណគាត់នោះទេគ្រាន់តែគាត់ធ្វើព្រឹត្តិកម្មនេះឲ្យអ្នករាល់គ្នាឃើញតែប៉ុណ្ណោះយើងមិនបានជួយឯងនោះទេហើយនៅពេលនោះផងដែរលោកគ្រូអេរវ៉ាន់គាត់មិនពេញចិត្តនឹងទង្វើរបស់ស៊ីយ៉ុននោះទេគាត់ក៏បានបញ្ចេញវេទមន្តបណ្ដុតភ្លើងមួយនោះទៅគាត់ក៏បន្ថែមទៀតថាវេទមន្តគឺសោយរីកនៅលើអ្វីៗទាំងអស់អ្នកដែលមានវេទមន្តគឺជាវីរៈបុរសអ្នកដែលគ្មានវេទមន្តគឺមិនស័ក្តិសមនឹងនៅសាលានេះបាននោះទេហើយឯងគួរតែចាក់ចេញពីសាលារៀនមួយនេះទៅលុះមកដល់ពេលថ្នាក់រៀនត្រូវបានបញ្ចប់អាប៉េស៊ីយ៉ុនក៏បានដើរមកនិយាយជាមួយនឹងតួអង្គវារបស់យើងហើយគាត់ក៏បានបន្ថែមទៀតថាឯងពិតជាសម្ដែងបានសមខ្លាំងមែនតើនៅពេលនោះផងដែរគាត់ក៏បានឆ្ងល់ថាហេតុអ្វីបានជាមនុស្សអភិជនដូចជា Colette មកការពារមនុស្សគ្មានបានការដូចជាវាបែបនេះនៅពេលនោះ Colette ក៏បានដើរមកស្ដីអាប៉េស៊ីយ៉ុនយ៉ាងខ្លាំងហើយនាងក៏បានបន្ថែមទៀតថាគាត់ពិតជាល្អជាងឯងហើយគាត់ក៏បានខំប្រឹងល្អជាងឯងផងដែរថ្ងៃក្រោយអញជប់ថាឲ្យមិត្តខ្ញុំទៀតលឺណាប៉េស៊ីយ៉ុនក៏បាននិយាយបន្ថែមទៀតថាចិត្តល្អនឹងការខំប្រឹងតែម្នាក់ឯងគឺវាមិនជួយឲ្យនរណាម្នាក់ខ្លាយទៅជាវីសាដ៏អស្ចារ្យដូចជាមេជា Wonder នោះទេហើយអាប៉េស៊ីយ៉ុនក៏បានប្រាប់ទៅកាន់វារបស់យើងថាឲ្យយកសម្ដីរបស់លោកគ្រូអេរវ៉ាន់ទៅពិចារណាហើយចាក់ចេញពីសាលារៀននេះទៅដោយមិនចង់ចំណាយពេលជាមួយនឹងមនុស្សដែលគ្មានបានការដូចជាវាបែបនេះក៏ដើរចាក់ចេញទៅខ្ពើមកចេញតាហើយ Colette ក៏បានដើរមកលើកទឹកចិត្តវាលដោយប្រាប់ថាកុំខ្វល់នឹងសម្ដីរបស់ពួកគេអីហើយវាលក៏បានបន្ថែមទៀតថាពួកគេសុទ្ធតែនិយាយត្រូវហើយខ្ញុំគ្មានវេទមន្តនោះទេក៏ប៉ុន្តែខ្ញុំមានសំណាងព្រោះអីបានស្អីស្អាតដោយសារខ្ជូតមកបារម្ភបែបនេះហ៎ហើយមិនបានមកទៅសារខ្ញុំថាខ្ជូតបែបនេះចង់ញ៉ាយខ្ញុំមែននឹងប្រូអត់មាននិយាយពាក្យនឹងដាក់ស្រីផ្សេងទេណាប្រយ័ត្នខ្ញុំវាយបាក់កហើយវាលក៏បានសុំទោស Colette ព្រោះអីគាត់គឺជាមនុស្សដែលគេបង្រៀនឲ្យនិយាយសរសើរតាំងពីតូចក៏ប៉ុន្តែនាងពិតជាសោះស្អាតមែនតើ Colette គ្រាន់តែលឺហើយនាងអៀនឡើងចង់បាក់កហ្មងហើយនាងក៏បានឲ្យវារបស់យើងជុំនិយាយទៅនៅពេលនោះវាក៏បានសម្លឹងមើលទៅលើហើយគាត់ក៏បាននិយាយបន្ថែមទៀតថាថ្ងៃនេះមេឃពិតជាស្រឡះល្អណាស់ហើយ Colette ក៏បានតបថាដោយសារតាមេឃជា Wonder ដែលជាវីសាខ្លាំងជាងគេក្នុងចំណោមវីសាទាំង5បានបើកផ្ទៃមេឃឲ្យពួកគេនោះឯងកាលពីយូរលង់ណាស់មកហើយមនុស្សពេញសកលលោកពួកគេរស់នៅក្នុងភាពងងឹតដោយមិនដឹងអំពីអវត្តមាននៃផ្ទៃមេឃនោះទេហើយពួកគេរស់នៅហាក់បីដូចជាខ្លាចទៅលើអ្វីមួយម្យ៉ាងចឹងហើយគេក៏ឲ្យស្គាល់ផងដែរថានោះគឺជា Celestial Heart តែនៅថ្ងៃមួយស្រាប់តែមានវីសាខ្លាំងៗទាំង5បានក្រោកឈរឡើងប្រឆាំងនឹងពួកវាហើយក៏បានបណ្ដេញពួកវាចេញទៅព្រមទាំងសៀបផ្ទៃមេឃហើយនាំសន្តិភាពមកកាន់ភពផែនដីវិញហើយពួកគេក៏បានឲ្យឈ្មោះវីសាទាំង5ថាជាមេឃជា Wonder នោះឯងហើយវាគឺជាឋានៈដែលខ្ពស់ជាងគេបំផុតហើយវាក៏បានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ហើយគេផ្ដល់ឋានៈមួយនេះទៅលើមនុស្សណាដែលមានទេពកោសល្យឬក៏សមត្ថភាពខ្ពស់នោះឯងហើយអ្នកណាក៏ចង់បាននៅឋានៈមួយនេះដែរអញ្ចឹងយើងក៏លេចមកមើលអំពីប្រវត្តិរបស់វាបន្តិចនៅពេលនោះគាត់បានអង្គុយនិយាយជាមួយនឹងក្មេងស្រីម្នាក់ដែលមានឈ្មោះថា Euphoria ហើយនៅពេលនោះនាងក៏បាននិយាយរឿងមួយប្រាប់ទៅវាថាផ្ទៃមេឃដ៏ពិតប្រាកដគឺមានព្រះអាទិត្យនិងព្រះច័ន្ទដ៏ស្រស់ស្អាតអញ្ចឹងហើយប្រសិនបើពួកគេនឹងខ្លាយទៅជាមេឃជា Wonder ពួកគេនឹងអាចមើលព្រះអាទិត្យនិងព្រះច័ន្ទបាននៅលើកំពូលប៉មដ៏ខ្ពស់មួយនោះហើយពួកគេក៏បានសន្យាជាមួយនឹងគ្នាថានឹងខ្លាយទៅជាមេឃជា Wonder ហើយនឹងឈរមើលព្រះអាទិត្យនិងព្រះច័ន្ទនៅលើកំពូលប៉មជាមួយនឹងគ្នាហើយដោយសារតែ Euphoria គឺជាមនុស្សដែលមានទេពកោសល្យខ្ពស់នាងក៏បានខ្លាយទៅជាមេឃជា Wonder ដែលមានវ័យក្មេងជាងគេនៅក្នុងប្រវត្តិសាស្ត្រនេះរួចនាងក៏បានឡើងទៅលើកំពូលប៉មនោះបាត់ទៅក៏ប៉ុន្តែវាវិញគឺគាត់មិនមានទេពកោសល្យខាងវេទមន្តអ្វីទាំងអស់តែគាត់មិនបោះបង់នឹងការសន្យាជាមួយនឹង Euphoria នោះទេបន្ទាប់ពីនោះយើងឃើញវាត្រូវបានលោកគ្រូ Wagner ដែលបន្តឲ្យជាខ្លាំងដោយសារតែវាយើងបានចូលទៅក្នុង Dungeon ជាន់ទី7តែម្នាក់ឯងបើសិនថ្ងៃក្រោយបើឯងធ្វើអ្វីតាណាទៀតបែបនេះបិសាចនៅ
នឹងសម្រាប់ឯងចោលជាមិនខានហើយនៅពេលនោះវាក៏បានទៅសុំទោសលោកគ្រូហើយលោកគ្រូក៏បាននិយាយផងដែរថាឯងក៏បានសម្លាប់បិសាចមួយផងដែរអញ្ចឹងហើយឯងនឹងទទួលបាន credit ចំនួន2នៅពេលនោះផងដែរលោកគ្រូវឹកណាស់ក៏បានសួរទៅកាន់វាយើងថាតើឯងមិនតន់បបងក្តីសម័យថានឹងខ្លាយទៅជា Major Wonder នោះមែនទេក៏បានរំលឹកទៀតថាប្រសិនបើឯងចង់ឡើងទៅលើកម្ពុជាប៉មឯងត្រូវការ credit ច្រើនមែនទែនពីកម្មវិធីសិក្សាចំនួន3មានដូចជាការសរសេរការបង្កើតវេទមន្តហើយនិងការអនុវត្តដោយសារតែឯងមិនអាចប្រើប្រាស់នៅវេទមន្តបានអញ្ចឹងហើយគឺឯងមិនអាចទទួលបាន credit ពីការបង្កើតវេទមន្តនោះទេហើយវាក៏កត់ដឹងផងដែរអញ្ចឹងហើយទើបគាត់ខំប្រឹងទៅលើការអនុវត្តនៅក្នុង Dungeon នោះឯងក៏ប៉ុន្តែគាត់ក៏បានតបទៀតថាការប្រមូល credit តែមួយមុខនៅក្នុង Dungeon គឺវាមិនគ្រប់គ្រាន់នោះទេទោះបីជាវាបានដឹងនៅរឿងហ្នឹងក៏ដោយក៏គាត់នៅតែមិនបោះបង់ក្តីសម័យរបស់គាត់ថានឹងក្លាយទៅជា Magic Wonder នោះដែរហើយគាត់ក៏បានប្រាប់វាផងដែរថានៅសល់ត្រឹមតែ2ថ្ងៃទៀតប៉ុណ្ណោះនឹងចូលដល់សប្តាហ៍ថ្មីហើយអញ្ចឹងហើយនៅក្នុងសប្តាហ៍នេះគឺវាត្រូវតែរកឲ្យបាន4 credit ទៀតដោយសារតែវាប្រឡងធ្លាក់អញ្ចឹងហើយគឺគាត់ត្រូវការរក4 credit ទៀតដើម្បីមានសិទ្ធិក្នុងការប្រឡងនៅសប្តាហ៍ក្រោយបញ្ចប់វគ្គសិក្សាគ្រាន់តែវាលើហើយឡើងចង់បាក់ចកេះយកហ្មងមានណានៅសល់តែ2ថ្ងៃទៀតតែប៉ុណ្ណោះហើយគាត់ក៏បានបើកកំណត់ត្រារបស់គាត់មើលថាតើបិសាចមួយណាឲ្យគាត់សម្លាប់ហើយទទួលបាន4 credit យូរហ្មងក៏ខ្ជិលសម្លាប់បិសាចច្រើនដងពេកលោកគ្រូគាត់ឃើញហើយគាត់អាណិតពេកក៏ប្រាប់ឲ្យទៅសម្លាប់បិសាចដែលមានឈ្មោះថា Basker វាទៅហើយបិសាចនេះផងដែរគឺវាចេញមកអុកឡុកនៅជាន់ទី6នៃ Dungeon នៅពេលនោះវាបានរត់មកអោបលោកគ្រូហើយគាត់ក៏បានអរគុណទៅកាន់លោកគ្រូផងដែរដែលលោកគ្រូបានប្រាប់មកកាន់គាត់នៅពេលនោះអាប៉េស៊ីយ៉ុនក៏បានលួចស្ដាប់ហើយក៏បានដឹងអំពីការសន្ទនារបស់ពួកគេទាំងពីរនាក់ផងដែរហើយអាប៉េស៊ីយ៉ុនក៏បាននាំគ្នាចំនួន2នាក់ដើម្បីចូលទៅក្នុង Dungeon ទី6ដើម្បីសម្លាប់បិសាចនោះមុនវាទៅនៅពេលពួកគេបានបន្តដំណើរទៅមុខបានបន្តិចស្រាប់តែមានដៃបិសាចដ៏ធំមួយមកវាយប្រូសក់លឿងឡើងប៉ាងតែម្ដងគ្រាន់តែឃើញបែបនេះភ្លាមអាប្រូសក់ប៉ប៉ាឈូកនេះស្រែកឡើងខ្លាំងតែម្ដងការស្រែកមួយទំហឹងពីប្រូសក់ប៉ប៉ាឈូកធ្វើឲ្យលឺទៅដល់កន្លែងវាលហើយនឹងកូនឆ្មារបស់គាត់គ្រាន់តែគាត់លឺភ្លាមគាត់ប្រញាប់បញ្ញារត់ទៅរកសំឡេងមួយនោះតែម្ដងទៅហើយគាត់ក៏បានមកដល់នៅកន្លែងសំឡេងមួយនោះហើយគាត់ក៏បានឃើញផងដែរថាប៉េស៊ីយ៉ុនបានបាញ់វេទមន្តភ្លើងទៅលើបិសាចនោះជាច្រើនក៏ប៉ុន្តែហាក់បីដូចជាបិសាចនោះអត់មានឈឺសំបីតែបន្តិចគ្រាន់តែវាលឃើញបិសាចនេះភ្លាមគឺគាត់ស្គាល់តែម្ដងហើយគាត់ក៏ស្គាល់ច្បាស់ផងដែរបិសាចមួយនេះគឺមានឈ្មោះថា Sentinel ហើយវាក៏មានតម្លៃខ្លាំងណាស់ដែររហូតដល់10 credit ឯណោះបិសាចមួយនេះគឺវាសាហាវខ្លាំងណាស់ហើយវាក៏មានគ្រោះថ្នាក់ខ្លាំងផងដែរហើយវាលក៏គាត់ឆ្ងល់ផងដែរថាហេតុអ្វីបានបិសាចមួយនេះវាឡើងមកដល់ជាន់ទី6បែបនេះព្រោះអីបិសាចមួយប្រភេទនេះគឺវារស់នៅតែជាន់ក្រោមតែប៉ុណ្ណោះដោយសារតែបិសាចនេះខ្លាំងពេកធ្វើឲ្យវេទមន្តភ្លើងរបស់ប៉េស៊ីយ៉ុនធ្វើឲ្យវាមិនបាននោះទេនៅពេលនោះវាលក៏ចង់ចូលទៅជួយស៊ីយ៉ុនក៏ប៉ុន្តែគាត់ក៏បានគិតឡើងវិញហើយគាត់ក៏សួរខ្លួនឯងផងដែរថាតើគួរតែជួយស៊ីយ៉ុនដែរឬទេព្រោះអីអាប៉េស៊ីយ៉ុននេះគឺតែងតែប៊ូលូមកលើគាត់រហូតហ្នឹងអញ្ចឹងហើយគឺគាត់ចង់ធ្វើមិនដឹងមិនលឺហើយបិទភ្នែកដើរចេញពីទីនោះផងដែរស្រាប់តែពេលនោះគាត់ក៏បានលើសំឡេងអ៊ីហ្វេរីដែលធ្លាប់និយាយជាមួយនឹងគាត់ថាគាត់តាំងពីស្គាល់វាលមកគឺវាលជាមនុស្សដែលចិត្តល្អហើយជាមនុស្សដែលខ្លាំងពូកែជាងគេហើយនាងក៏បានប្រគល់វ៉ែនតាទៅឲ្យវាលផងដែរតែវាលក៏បាននិយាយថាអ៊ីហ្វេរីនិយាយខុសហើយតាមពិតវាគ្រាន់តែចង់នៅចិត្តអ៊ីហ្វេរីតែប៉ុណ្ណោះស្រាប់តែពេលនោះវាលក៏បានពាក់វ៉ែនតានោះហើយក៏រត់ចូលទៅជួយស៊ីយ៉ុនតែម្ដងហើយវាលចំណាយពេលជាមួយនឹងបិសាចនោះប្រហែលជាត្រឹមតែ 2-3 នាទីតែប៉ុណ្ណោះក៏កាត់ម្រាមដៃបិសាចនោះបានមួយតែម្ដងនៅពេលនោះបិសាចនោះក៏ខឹងទៅលើវាលផងដែរហើយវាក៏បានវាយទៅលើវាលយើងជាដំណំប៉ុន្តែវាលក៏បានប្រើក្បាច់ Hunter ទប់ទៅលើដុំដីនោះទាំងអស់បានហើយគាត់ក៏បានបំលាស់ទីទៅចាក់បិសាចនោះពីក្រោយខ្នងតែម្ដងហើយវាលក៏បានបង្ហោះទៅកាត់ដៃបិសាចនោះបានមួយជំហៀងទៀតផងដែរនៅពេលនោះវាលក៏បានដើរសម្ដៅទៅដាវដ៏ធំរបស់បិសាចដើម្បីយកមកទប់ស៊ុបឺជាលើកចុងក្រោយរបស់បិសាចផងដែរពេលនោះវាទប់ស៊ុបឺបិសាចបានបន្តិចក៏បង្ហោះទៅកាប់ក្បាលវាចោលតែម្ដងកុំឲ្យរុយរោមយូរពេកហើយនៅពេលនោះវាលក៏បានដើរមកសួរស៊ីយ៉ុនថាឯងមានត្រូវត្រង់ណាដែរទេតែពេលនោះធ្វើឲ្យស៊ីយ៉ុនខឹងទៅលើវាលរហូតដល់ខាំមាត់ខ្លួនឯងឈាមតែម្ដងសូម្បីតែលោកគ្រូអេដវ៉ាន់ក៏គាត់ខឹងផងដែរបន្ទាប់ពីមើលហេតុការណ៍នេះកើតឡើងហើយគាត់ក៏ឆ្ងល់ផងដែរថាហេតុអ្វីបានជាមនុស្សដែលគ្មានវេទមន្តខ្លាំងជាងមនុស្សដែលមានវេទមន្តបែបនេះបន្ទាប់ពីវាសម្រាប់បិសាច Sentinel នេះបានហើយលោកគ្រូ Netverse ក៏បានឲ្យ credit ទៅកាន់វាចំនួន10ធ្វើឲ្យវាសប្បាយចិត្តខ្លាំងមែនទែនហើយរឿងរបស់យើងក៏សូមស្លេះតែប៉ុណ្ណេះបើសិនខ្ញុំហៅឈ្មោះតួអង្គឬក៏កន្លែងណាខុសអីសូមខន្តីនិងអភ័យទោសហើយខ្ញុំក៏សូមជូនពរឲ្យអ្នកគ្នាទៅណាមកណាទទួលទានមានបាននិងសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយទៀតបាយ